លាប់នៃការគេងទាំងនេះប៉ះពាល់ដល់សុខភាពអ្នកការគេងគឺសំខាន់ណាស់ចំពោះសុខភាពរាងកាយទោះបីជាយ៉ាងណាមិនត្រឹមតែការគេងមិនគ្រប់គ្រាន់នោះទេដែលបង្កផលប៉ះពាល់ដល់សុខភាពប៉ុន្តែទម្លាប់មួយចំនួននៅពេលគេងក៏ជះឥទ្ធិពលគួរឲ្យព្រួយបារម្ភផងដែរតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ1គេងបើកភ្លើងមនុស្សមួយចំនួនមិនអាចគេងដោយមិនបើកភ្លើងបានឡើយទោះជាយ៉ាងណាការគេងបើកភ្លើងឬសូម្បីតែមានពន្លឺតែបន្តិចក៏ដោយនៅពេលគេងអាចជះឥទ្ធិពលដល់គុណភាពនៃការគេងថែមទាំងបណ្ដាលឲ្យកើនទម្ងន់ទៀតផងនោះក៏ព្រោះតែអរម៉ូនកូទីសូលដំណើរការមុខងារមិនប្រក្រតីនៅពេលដែលអ្នកគេងបើកភ្លើង2ស្លៀកពាក់តឹងតែអ្នកធ្លាប់ដឹងទេថាការគេងស្រាតអាចធ្វើឲ្យការគេងរបស់អ្នកកាន់តែប្រសើរឡើងនោះក៏ព្រោះតែការស្លៀកសម្លៀកបំពាក់រឹបតឹងអាចបណ្ដាលឲ្យអ្នកមានអារម្មណ៍គ្មានផាសុកភាពហើយបង្កើនសីតុណ្ហភាពរាងកាយវាក៏ជះឥទ្ធិពលដល់ការបញ្ចេញអរម៉ូនមេឡាតូនីនដែលទទួលខុសត្រូវចំពោះការគេងឬដំណេកផងដែរ3គេងទាំងគ្រឿងសម្អាងលើមុខស្ត្រីមួយចំនួនមានទម្លាប់មិនល្អមួយដោយគេងទាំងមិនលាងគ្រឿងតុបតែងចេញពីមុខការគេងទាំងគ្រឿងសម្អាងបែបនេះបង្កផលប៉ះពាល់ដល់ស្បែកមុខគួរឲ្យព្រួយបារម្ភដែលមិនត្រឹមតែជះឥទ្ធិពលដល់ស្រទាប់កូឡាជែនប៉ុណ្ណោះទេប៉ុន្តែក៏នាំឲ្យកើតមុនដោយសារតែការស្ទះរន្ធញើសផងដែរ